ថ្ងៃនេះជាថ្ងៃសុក្រ15កើតខែអាសាឍពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី11ខែកក្កដាឆ្នាំ2014គឺជាថ្ងៃទី2នៃព្រះរាជពិធីដង្ហែនិងតម្កល់ព្រះបរមអធិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋព្រះរាជពិធីជាប្រវត្តិសាស្ត្រជាតិដ៏មហោឡារិកនេះប្រព្រឹត្តទៅដោយមានការភ្ជាប់ជាមួយនៅបុណ្យសាសនាជាច្រើនដែលបង្ហាញអំពីអត្តសញ្ញាណវប្បធម៌និងប្រពៃណីនៃប្រទេសជាតិយើងនៅក្នុងថ្ងៃជាប្រវត្តិសាស្ត្រជាតិដ៏មហោឡារិកដ៏សំខាន់នេះគឺជាពេលវេលានៃការប្រារព្ធឡើងនៅព្រះរាជពិធីហែព្រះកោដ្ឋព្រះបរមអធិទៅកាន់ព្រះឧបោសថនារាមព្រះកែវមរកតដែលនៅទីនោះព្រះបរមអធិព្រះបរមរតនកោដ្ឋនឹងត្រូវតម្កល់នៅក្នុងព្រះចេតិយគុណធបុប្ផាព្រះរាជពិធីហែព្រះកោដ្ឋព្រះបរមអធិព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋបានចាប់ផ្ដើមប្រពៃធ្វើឡើងចាប់តាំងពីម៉ោង6ព្រឹកនៃថ្ងៃសុក្រទី11ខែកក្កដាឆ្នាំ2014ក្រោមព្រះរាជវត្តមានរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអិសរាជជនកម្ពុជារបស់ប្រទេសមន្ត្រីរាជការព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបន្ទាប់ពីការរៀបចំពិធីសាសនាតាមបែបប្រពៃណីជាតិរួចមកក្បួនដង្ហែបានចេញដំណើរដោយមានអមនៅបាគូថ្វាយសាំងនិងមានថ្វាយភ្លេងកងជ័យនិងស្គរជ័យបាយរួមទាំងការបាញ់កំភ្លើងធំចំនួន101ណាត់ផងដែរក្រោយពីការហែក្បួនព្រះបរមអធិបានឆ្លងកាត់នៅចំណុចសំខាន់ៗមួយចំនួននិងនិមន្តព្រះសង្ឃ90អង្គថ្វាយព្រះសត្តបកបាំងស្កូលនៅវិមានឯករាជ្យនិងនៅក្បែរទន្ទឹមនឹងព្រះបរមរូបព្រះករុណារួចក្បួនបានហែមកដល់ក្បែររដ្ឋសភាចាស់នៅខាងមុខវត្តបទុមវតីនៅទីនោះក្បួនដង្ហែបានឈប់បន្តិចដើម្បីប្រារព្ធពិធីផ្ទេរព្រះកោដ្ឋព្រះបរមអធិព្រះករុណាព្រះបរមរតនកោដ្ឋចុះពីព្រះទីនាំងបុស្បុកទៅតម្កល់លើព្រះសលៀងបុស្បុករួចបន្តក្បួនហែដោយថ្មើរជើងសំដៅឆ្ពោះទៅខ្លោងទ្វារជ័យចូលព្រះឧបោសថនារាមព្រះកែវមរកតបន្ទាប់មកទៀតក្បួនហែព្រះបរមអធិបានបន្តដំណើរទៅដល់ខ្លោងទ្វារចូលព្រះឧបោសថនារាមព្រះកែវមរកតដែលនៅទីនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួមជាមួយនឹងអិសរាជជនកម្ពុជារបស់ជាតិស្ដេចយាងថ្វាយបង្គំព្រះបរមអធិនិងបន្តក្បួនហែទៅឈប់ខាងមុខព្រះវិហារព្រះកែវមរកតហើយដែលនៅទីនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងព្រះកោដ្ឋព្រះបរមអធិព្រះករុណាព្រះបរមរតនកោដ្ឋឡើងទៅតម្កល់លើព្រះបល្ល័ង្កនៅក្នុងព្រះវិហារព្រះកែវមរកតអារម្មណ៍នឹងនឹកឃើញថាព្រះអង្គធ្លាប់នៅជួបមុខកូនចៅទាំងអស់គ្នានឹងមានរីករាយសប្បាយចិត្តដល់ពេលនេះព្រះអង្គចែកឋានទៅហើយសូមឲ្យលោកទៅឲ្យបានក្តីសុខទៅខេត្តកឋានសួគ៌ឲ្យបានក្តីសុខចម្រើនដល់កូនចៅទាំងអស់គ្នា
ព្រះពុទ្ធពធព្រះសង្ឃជួយឲ្យព្រះអង្គនឹងទៅឋានសុខឋានសួគ៌ឲ្យបាននៅសុខរហូតចូលទៅខ្ញុំជូនពរដល់ព្រះអង្គឲ្យព្រះអង្គលោកយាងទៅនៅឋានសួគ៌ដល់គង់ខាងហើយលោកនឹងងាកមើលនៅកូនចៅទាំងអស់គ្នាឲ្យបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាអារម្មណ៍ស្ដាយនោះស្ដាយបើបដូរជីវិតខ្ញុំបដូរឲ្យតែលោកនៅរស់ចាមានតែជូនពរឲ្យដួងវិញ្ញាណក្ខន្ធព្រះករណាសម្ដេចនឹងឲ្យលោកទៅសោយសុគតិភពហើយងាកក្រោយឲ្យពរឲ្យបានកូនរស់នៅឲ្យបានសុខបានចម្រើនប្រទេសជាតិយើងរុងរឿងតថថេជេកាលទៅមុខឲ្យសុខសប្បាយខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ហើយនឹកព្រះអង្គជាពន់ពេកគ្មានសេចក្តីណាដែលរៀបបានខ្ញុំស្រឡាញ់សម្ដេចឪណាខ្ញុំមានតែនិយាយតែគឺចង់ចេញទៅទឹកភ្នែកគ្រាន់តែគេនិយាយពីប្រវត្តិសម្ដេចឪភ្លាមខ្ញុំស្រោតទឹកភ្នែកទាំងហូរទឹកភ្នែកទាំងពេលហូបបាយអីណាតាំងពី3ថ្ងៃមុនសូមថ្វាយពរព្រះអង្គទៅកាន់សុគតិភពនៅឋានសួគ៌ឋានវិមានបោសិទ្ធឲ្យព្រះអង្គសាងឲ្យព្រះអង្គបានសេចក្តីសុខចម្រើនហើយនឹងសូមព្រះអង្គជូនពរដល់កូនចៅនៅខាងក្រោយនៅប្រទេសជាតិឲ្យបានសុខតរៀងទៅសូមគោរពបញ្ជាក់ជូនថាព្រះរាជពិធីដង្ហែនិងតម្កល់ព្រះបរមអធិព្រះករុណាព្រះមហាវីរក្សត្រព្រះបររាជបិតាជាតិព្រះបរមរតនកោដ្ឋប្រព្រឹត្តទៅនៅក្នុងរយៈពេល3ថ្ងៃគឺថ្ងៃ14កើត15កើតនិង100ខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃប្រហ័សទី10ថ្ងៃសុក្រទី11និងថ្ងៃសៅរ៍ទី12ខែកក្កដាឆ្នាំ2014ដែលព្រះរាជពិធីដ៏ឧត្តមឧត្តមនេះបាននឹងកំពុងប្រព្រឹត្តទៅយ៉ាងត្រចះត្រចង់នៅក្នុងក្តីនឹកអាឡោះអាល័យជាពន់ពេកក្រៃលែងរបស់កូនចៅទួតជាប្រជារាស្ត្រក៏ដូចជាក្តីអាឡោះអាល័យរបស់ប្រជាជាតិជាមិត្តដែលមានមហាភក្តីភាពចំពោះព្រះមហាករុណូបការៈដ៏មហាធំធេងរបស់សម្ដេចឪសម្ដេចតាសម្ដេចតាទួតដែលក្នុងមួយប្រជញ្ញរបស់ព្រះអង្គបានបូជាព្រះកាយនិងព្រះពលិកម្មដើម្បីបុព្វហេតុជាតិបុព្វហេតុការពារនិងកសាងព្រះរាជាណាចក្រកម្ពុជាស្គមស្កើនរុងរឿង